Hello សួស្តីបងបងខ្ញុំតែសម្រាប់រៀនលេងចឹងណាចាព្រោះអីចង់សង្ហេសង្ហនគេងតែបានលឿនដែរចង់ដូរមកគេងតាប្រាហើយលេងស្រាប់តែក៏និយាយជាមួយបងបងតែតាំងជាមួយនៅរឿងគ្រូហើយយើងក៏ឆ្លប់នឹងចាំកាត់អត់បានយកអ្វីដែលថាអស់លោកគ្រូនិយាយអីយកមកទុកក្នុងចិត្តអីបែបណាទេឬខ្ញុំជាមនុស្សដែលពេលនេះវាមិនដោតទៅលើរឿងហ្នឹងណាប៉ុន្តែវាមានបច្ច័យជាច្រើនដែលបងគាត់ធ្លាប់មើលជាមួយលោកគ្រូខាងពីនេះណាហើយនៅពេលអ្នកទាំងអស់គ្នាមកចំនួនដែលគាត់មានជើងលេខបានឆាប់ឥឡូវហ្នឹងគឺតាមហត់ផលមកប្រាប់លើកមានចិត្តអេសនៅក្នុងចិត្តចាលោកគ្រូថាបងរូបនេះគាត់នឹងជួបនៅក្នុងខែប៉ានេះអីចឹងហើយគេជួបមែនហើយក៏មានអ្នកខ្លះអាចនឹងជួបឆ្នាំក្រោយមានបងខ្លះជួបឆ្នាំ2028អីបាក់ខ្ញុំដែរអីចឹងណាលើកអីក្នុងចិត្តចាឬក៏ពាក្យទំនាយរបស់លោកគ្រូពាក្យទំនាយឬហាក់លោកគ្រូមើលផាំរេឌីឲ្យនេះទៅនៅទីនេះនិយាយមួយបងតិចលោកគ្រូថាមួយឆ្នាំក្រោយដល់គាត់ទៅពួកអ្នកខែ5ខែ6គេដល់មែនទេគេជួបបាក់គេទៅនៅពេលហ្នឹងយើងសម្រាប់បងក៏ happy ណាសម្រាប់ខ្ញុំភ័យខ្លួនម្ដង2ឆ្នាំទៀតជួបគ្រូធ្វើអីតោះនៅបើឥឡូវនេះស្អីនៅណាសគេសកាត់ពេញនឹងមុខរបរស៊ីរៀបចំ franchise រៀបចំអីរៀបចំហាងអីនឹងគឺប្រហែលដូចឡើងស្កេស្កាឡើងពេញហ្នឹងហ្មងណាព្រោះអីខ្ញុំជាមនុស្សដែលឲ្យនិយមមិននៅលើរឿង career ខ្លាំងហ្មងគឺ serious នៅលើរឿងហ្នឹងហ្មងព្រោះអីអត់ព្រោះខ្ញុំមានការគិតថានៅថ្ងៃដែលយើងមិនរឹងមាំនៅចំណុចទាំងអស់ហ្នឹងណានិយាយស្របទៅគឺ ego ខ្ពស់ចាខ្លាចគេ1 2 3 4 5អានេះពីមុនតាមទៅឥឡូវក៏គិតនៅលើរឿងហ្នឹងដែរតែក៏អត់បានគិតថាតិច1 2 3 4តែគិតចេះវិញគិតថាមានពេលវេលាណាគេមានពេលវេលាណាខ្វល់ពីគេមានពេលវេលាណាមើលថែគេពួកខ្ញុំត្រូវបានគេ deal 2នាក់ហើយតាំងពីខ្ញុំ awakening តាំងពីខ្ញុំងើបពីឈើមើលអ្នកគ្នាខ្ញុំត្រូវបានឥត2នាក់ deal ក្បាលខ្ញុំហើយរឿងខ្ញុំមុខជាមួយការងារពេកដល់ពេលចឹងទៅបារម្ភតិច1 2 3 4នេះចឹងប៉ុន្តែសម្រាប់បទពិសោធន៍បងណាចាតែខ្ញុំផ្លេចមែនបងក៏បងប្រាប់ខ្ញុំ follow up ខ្ញុំវិញពួកអីអ្នកនេះកុំគិតថាអ្វីដែលខ្ញុំមើលឲ្យបងហើយខ្ញុំចាំខ្ញុំអត់ចាំទេណាចាទៅសេដាក់សភៅខ្លះអីខ្លះតែបងណាមានវីដេអូ record អីចឹងទៅបាន record ទៅតែបងខ្លះអត់គាត់ដាក់សភៅ note ទុកឲ្យហើយឥឡូវហ្នឹងសភៅ note ហ្នឹងនៅវេលាចាចឹងតើបងស្បែកខ្លួនឯងបងចាំស្អីបងខ្លួនឯងបងមកឲ្យខ្ញុំជួយចាំបងស្បែកតែរឿងខ្ញុំចាំមិនអស់ហ្នឹងយ៉ាងណាក៏ដោយអ្នកគ្នាយើងកុំភ្លេចថាយើងនឹងមានកម្មវិធីធ្វើបុណ្យមហាកាយការផ្គូកាត់កម្មចាស់ជំនួយជំនះកម្មផ្សេងកាត់ជនទី2ជនទី3ជនទី4ហ្នឹងតំណងអីទេឬក៏ផ្ដោតសំខាន់ហ្មងគឺបងចង់ដូរជោគវាសនាដូរដួងចតាដែលខ្ញុំហៅថាធ្វើបុណ្យដូរដួងណាគឺផ្លាស់ប្ដូរដួងចតារបស់អ្នកទាំងអស់គ្នាឲ្យមានវិជ័យសម្រាប់ខ្ញុំថាជាដូរដែរលើកនេះចាព្រោះសម្រាប់ខ្ញុំអត់ដឹងថាអ្នកនរគ្នាដែល notice អត់ទេតែសម្រាប់ខ្ញុំឬក៏អ្នកនរគ្នាតាម season មួយអ្នកនេះសង្កេតឃើញខ្លួនឯងណាសម្រាប់បងមានអារម្មណ៍ថាឲ្យទៅដល់ season កំណើតខ្លួនឯងជីវិតដូចបើកទំព័រថ្មីអត់មានតែត្រូវបើកអាសាសបើកអាថ្មីនេះជាមូលហេតុដែលខ្ញុំតែងតែនិយាយថាខែដែលជន់តាមជ្រុកសម្រាប់ខ្ញុំជាងគេក្នុងមួយ2ដល់10ខែគឺខែ7ដោយសារតែខែ8គឺជាខែ season របស់ខ្ញុំ season របស់ដួងកំណើតខ្ញុំគឺខ្ញុំបើកទំព័រថ្មីគ្រប់យ៉ាងវាប្រៀបដូចជាថ្មីអញ្ចឹងបាទខ្ញុំចាំការងារខ្លះចាំដល់ពេលនេះបាទខ្ញុំធ្វើពួកឯងនឹងខែ7ចង់ជំនួសជំរះយ៉ាងណាចង់ជំនះធ្វើប៉ុណ្ណាក៏អត់ទៅមុខដែរព្រោះវាជាខែចុងក្រោយរបស់ cycle ខ្ញុំដែលខ្ញុំត្រូវ clear ចឹងចាទាំងលុយចាស់អីក៏ត្រូវ clear ដូចគ្នាចាចឹងបងសង្កេតខ្លួនឯងព្រោះខ្ញុំមិនអាចនិយាយថាមានជំនួសបាត់ហ្នឹងតែសម្រាប់ខ្ញុំសង្កេតខ្លួនឯងជា10ឆ្នាំមកគឺបាត់ហ្នឹងចាឲ្យតែថាដល់ខែ7 clear លុយចាស់ clear រឿងចាស់ខែ8ចាប់ផ្ដើមថ្មីចឹងរាល់ឆ្នាំ10ឆ្នាំហើយសង្កេតឃើញមកគឺបាត់ហ្នឹងចាចឹងបងសង្កេតខ្លួនឯងណាថាមែនឬក៏មិនមែនអីខមមិននៅខាងក្រោមអញ្ចឹងខ្ញុំមកមើល message តាក់ទងជាមួយនឹងរឿងស្នេហាឲ្យអ្នកទាំងអស់គ្នាមូលហេតុអីមានរឿងអ្វីដែលចង់ឲ្យអ្នកទាំងអស់គ្នាដឹងមិនថារឿងស្នេហាឬក៏រឿងអីផ្សេងៗទេតាក់ទងជាមួយនឹងអ្វីដែលអ្នកត្រូវដឹងអំពីអ្នកឡាន gateway ជាមួយ Virgo season Leo season អ្នកដែលអ្នកទាំងអស់គ្នាត្រូវដឹងហើយឬក៏សម្រាប់អ្នកដែលបិទទំព័រចាស់បើកទំព័រថ្មីដូចគ្នាអ្នកអើយបាទមកគេមែនតា
ជីវិតអ្នកទាំងអស់គ្នាគឺនឹងបើកទំព័រទៅរកភាពជោគជ័យបងខ្លះអាចនឹងបើកក្នុងចន្លោះពេល3ខែហ្នឹងអត់ដឹងទេវាអាស្រ័យទៅលើដួងចតារបស់អ្នកទាំងអស់គ្នារៀងៗខ្លួនតែខ្ញុំចង់ប្រាប់ថាវីដេអូនេះគឺជាវីដេអូថាមពលរួមណាឬក៏អាចប្រាប់ថាបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើកិច្ចកែដួងលើករាសីឬក៏ជំរុញជំនះកម្មអ្នកទាំងអស់គ្នាក្នុងខែ8នេះហើយ9 10 11គឺជាពេលដែល gateway របស់អ្នកទាំងអស់គ្នាអាចនឹងមានឱកាសបានសម្រាប់ពួកខ្ញុំណាខ្ញុំតែនិយាយជាសម្រាប់អ្នកដែលកាត់នៅក្នុងខែ8ឬក៏ពាក់ព័ន្ធជាមួយលេខ8អ្នកទាំងអស់គ្នាត្រូវដឹងថា destiny របស់អ្នកទាំងអស់គ្នាគឺវាមានមូលហេតុហើយបានជាខ្ញុំឲ្យតម្លៃនៅក្នុងខែ8នេះសំខាន់និងស័ក្តិសមសម្រាប់អ្នកគ្នាធ្វើបត់នោះព្រោះខែនេះអ្នកទាំងអស់គ្នាធ្វើអីអ្នកទាំងអស់គ្នានឹងទទួលបាននឹងគុណ1គុណ2គុណ10វាអាស្រ័យទៅលើកសលផលបន់រៀងខ្លួនដូច្នេះហើយបងសាកល្បងសិនណាបងដែលតែអត់ណែតន់ក្នុងខែ8ធ្វើបន់នឹងគេទេអ្នកគ្នាសាកសិនណាពួកខ្ញុំធ្វើរាល់ឆ្នាំពួកខ្ញុំដឹងកម្រិតថាមពលហ្នឹងឯងចាសម្រាប់ឆ្នាំហ្នឹងឯង8ខែ8មានមេថ្វាយមិនត្រូវជាមេថ្វាយម៉ែលក្ខស្មីទេប៉ុន្តែគឺជា Lion Gateway តែខ្ញុំនៅតែរៀបចំថ្វាយម៉ែធម្មតាគ្រប់អង្គម៉ែសតិគ្រប់ព្រះអង្គទាំងអស់មិនមែនតែម៉ែលក្ខស្មីមួយម៉ែលក្ខស្មីឆ្នាំហ្នឹងគឺត្រូវថ្ងៃ28បងលក្ខស្មីបាត់សាមីគឺធ្វើនៅថ្ងៃ28សីហាដែលត្រូវជាថ្ងៃ Lunar Eclipse ច័ន្ទគ្រាសរបស់យើងត្រូវជាមួយនឹង Full Moon everything is the best ប៉ុន្តែដល់ពេលហ្នឹងគឺខ្ញុំនៅវេលាហើយរវល់ណាស់ចាដល់ថ្ងៃហ្នឹងគឺថ្ងៃរវល់ចាចឹងថ្ងៃម៉ែគឺខ្ញុំនឹងរៀបចំសរុបនៅក្នុងថ្ងៃ8នេះដូចគ្នាជាមួយនឹង Lion Gateway ជាមួយនឹងអីផ្សេងចឹងទៅអញ្ចឹងសម្រាប់បងអីមកខ្ញុំនិយាយនេះគឺគេខលវីដេអូចំ8វិនាទីហ្មងគឺអ្នកទាំងអស់គ្នារៀបចំត្រង់ទៀតតាមបែបខ្ញុំប្រាប់ទៅរៀបចំ abandon bow abandon char របស់អ្នកទាំងអស់គ្នាទៅសម្រាប់បងដែលអត់មានអ្នកគ្នាអាចឆាតមកកំងពីខ្ញុំបានតម្លៃត្បូងគឺទៅតាមថ្ងៃខែឆ្នាំកំណត់ត្បូងផលត្បូងអីត្បូងហាញខ្ញុំគឺថ្លឹងគីឡូចាចឹងអ្នកទាំងអស់គ្នាយកទៅរៀបចំខ្លួនឯងក៏បានដែរមិនចាំបាច់ថាសម្រាប់បងខ្លះខែលោបបា1 2 3 4នៅផ្ទះមានគ្រួសារបងផ្ញើនៅកន្លែងខ្ញុំវិញកន្លែងខ្ញុំមានសល់ space 2 3កន្លែងទៀតតែបងអាចផ្ញើបានពួកមានបងផ្ញើថាបងនៅសង្ខេបអីក៏គេផ្ញើដែរចាចឹងរឿងជាបន្តអូកាត់ជុំមកដល់ខ្លួនឯងសុំមើលសរុបអូយរំភើបជុំអ្នកទាំងអស់គ្នាគម្រោងឬក៏ project ឬក៏ដំណើរដែលគ្នាបងប្រាថ្នាកន្លងមកដែលធ្លាប់តែប្រចាំបដាយមិនចូល flow មិនទៅអ្នកនរគ្នានឹងទទួលបានរឿងរ៉ាវនោះចូលមកក្នុងពេលវេលាមួយដែលជាក់លាក់ឬក៏ច្បាស់លាស់ឬក៏នឹកស្មានមិនដល់សរុបទៅគឺអត់គួរខែ12ខាងមុខហ្នឹងឯងបើអ្នកនរគ្នាក៏ពុទ្ធតែមានគម្រោងឬបំណងប្រាថ្នាអីមួយមានឱកាសសម្រាប់ជោគជ័យក្នុងឆ្នាំហ្នឹងតែម្ដងចាព្រោះឃើញថាលទ្ធផលទទួលបាននៅផ្លែផ្កាជាទ្រព្យសម្បត្តិជាលៀបចៃចាជាអំណាចជាធនធានហើយក៏ជាកតាបកិច្ចគេហៅថាមុខងារឬក៏មុខតំណែងថ្មីផងដែរខ្ញុំមិនដឹងថាអ្នកគ្នា set intention អីឬក៏ចង់បានរឿងអីទេប៉ុន្តែ message នេះដូចមក confirm មកបងប្រាប់ណាគ្រប់យ៉ាងវានឹងទៅតាម flow សម្រាប់បងដែលចង់មើលខំ reading ជាមួយលោកគ្រូអ្នកគ្នាឆាតមក TG បងគ្រប់ platform ទាំងអស់សូមឆាតទៅ TG បងណាចាព្រោះអីខ្ញុំខ្លួនមួយបងចាខាងងារ1លានឥឡូវហ្នឹងចូលបានខាងថ្មី2ទៀតវាចូល2លាននៅលោកខុសត្រូវខាងងារបងណាចឹងហើយបងជួយសម្រួលការងារដល់ចំណុចកន្លែងហ្នឹងទី2ពេលខ្ញុំនៅទីនោះវីដេអូគ្រប់ platform ទាំងអស់មានទាំង reach អត់សូវដល់បងនៅខ្មែរយល់ល្អបង follow ចាគ្រប់ platform ទាំងអស់មិនថាជាអ្នកផកហមpage IG ឬក៏អីទេបង platform ទាំងអស់បង follow ទាំងអស់ទៅហើយសម្រាប់ channel Android គឺមានតែ2តែប៉ុណ្ណោះគឺ channel Missy Lee 89និង channel Missy Lee Oracle និង Tarot Card សម្រាប់លក់ចាមានតែ2 channel ហ្នឹងទេដែលខ្ញុំអានការដោះសារពួកពេលខ្លះ account ខ្លះជាប់តាមហ្នឹងគឺអត់សូវជាប់ទេដោយសារតែខ្ញុំដោះសារជាមួយនឹងខាងគេច្រើនតិចប៉ុន្តែយ៉ាងណាក៏ដោយធម្មតានៅពេលដែលខ្ញុំនៅក្រៅប្រទេសវានឹង reach internet វានឹង reach ជុំវិញនឹងវាអត់សូវ reach ដល់ខ្មែរយើងទេជាមូលហេតុដល់ពេលខ្ញុំទៅក្រៅគឺខ្ញុំធ្លាក់ view ច្រើនខ្លាំងជួយគ្នាម្នាក់ម្ដាយមកចឹងបង platform ទាំងអស់បង follow ទៅដើម្បីបានមើល message រាល់ថ្ងៃហើយបងឃើញ message ថ្ងៃណាក៏ដោយបងមានការអីបងឆាតរបស់ខ្ញុំតាមរយៈ PG ចាខ្ញុំតបលើនៅណាក៏ខ្ញុំតបមកដែរឲ្យតែថាខ្ញុំកាន់ទូរស័ព្ទចាលើកលែងតែខ្ញុំអត់កាន់ទូរស័ព្ទ anyway ក៏អរគុណសម្រាប់បងដែលសួរថាមានដំណើរទៅធ្វើបន់អត់បងលុតនេះខ្ញុំរវល់កម្មវិធីច្រើនហើយខ្ញុំកូនសិស្សក៏មើលក៏ច្រើនក៏ healing ក៏ច្រើនទៀតខ្ញុំមិនដឹងថាខ្ញុំមានពេលធ្វើបន់អត់ទេគាត់ថាខ្ញុំនឹងនៅអាសនៈលោកគ្រូរយៈពេល5ថ្ងៃដើម្បីធ្វើការងាររៀនសូត្រអញ្ចឹងអ្នកទាំងអស់គ្នាអាចមានតរៈមានបន្ទុកមានការងារអីដែលចង់ឲ្យលោកគ្រូជួយស្រាយជួយដោះជួយរំលឹកផ្លូវបងឆាតមុនទៅព្រោះអីទៅដល់នេះខ្ញុំខ្លាចខ្ញុំអត់មានអ៊ីនធឺណិតដែរព្រោះវាលើភ្នំដែរអញ្ចឹងណាបងចាតែតំណគ្នាពីខ្មែរទៅទៅដល់នោះខ្ញុំ level ឆ្វេងឆ្មាចាធម្មតាខ្ញុំពេលខ្ញុំរៀនសូត្រឬក៏ខ្ញុំនិយាយមួយលោកគ្រូខ្ញុំអត់សូវខ្វល់ទូរស័ព្ទទេបងអើយចាក្បែរចោលទុកក្នុងម៉ែព្រោះអត់សេវាហ្នឹងផ្ទះគាត់